មនុស្សម្នាក់សុទ្ធតែមានទេពកោសល្យច្រើនគ្រប់គ្រាន់ដើម្បីអាចយកឈ្នះលើបញ្ហារបស់ខ្លួនសូម្បីតែបញ្ហានោះអាចធំប៉ុណ្ណាក៏ដោយវាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ពេលដែលយើងកត់សម្គាល់ឃើញថាជីវិតមិនដែលទុកឲ្យយើងទាល់ច្រកនោះឡើយប្រសិនបើជីវិតផ្ដល់ឲ្យយើងនៅបញ្ហាមួយវាក៏ឲ្យយើងនៅសមត្ថភាពគ្រប់គ្រាន់ដើម្បីអាចដោះស្រាយបញ្ហានោះបានពិតមែនហើយសមត្ថភាពយើងគឺខុសៗគ្នាអាស្រ័យទៅលើកម្រិតនៃឆន្ទៈរបស់យើងដើម្បីប្រើប្រាស់បើអ្នកមានឆន្ទៈខ្ពស់ទោះបីជាអ្នកកំពុងស្ថិតនៅក្នុងស្ថានភាពណាក៏ដោយក៏អ្នកអាចដឹកនាំជីវិតរបស់ខ្លួនប្រកបដោយសារៈសំខាន់និងក្តីរីករាយបានដែររឿងមួយដែលជាសំណាងល្អមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែជួបវិបត្តិធ្ងន់ធ្ងរទាំងអស់នោះឡើយទោះជាយ៉ាងណាក៏ដោយមនុស្សម្នាក់សុទ្ធតែមានបញ្ហារៀងៗខ្លួនហើយម្នាក់អាចប្រតិកម្មទៅនឹងបញ្ហានោះគឺទៅតាមកម្រិតទឹកចិត្តដែលទទួលបានពីអ្នកដទៃឬពីខ្លួនឯងផ្ទាល់ប៉ុន្តែកម្លាំងចិត្តដែលមានប្រសិទ្ធភាពបំផុតគឺកើតចេញអំពីការទន្ទិញពាក្យបរិកម្មលើកទឹកចិត្តខ្លួនឯងហើយត្រូវទន្ទិញរហូតដល់ចាំយ៉ាងពេញលេញបរិបូរណ៍ពេលនោះវានឹងលេចចេញជាស្វ័យប្រវត្តិពីក្នុងចិត្តមកកាន់ខួរក្បាលនៅរាល់ពេលណាដែលអ្នកត្រូវការតើអ្នកធ្លាប់គិតមកមេឃអំពីគោលដៅខ្ពស់ដែលអ្នកចង់សម្រេចដែរឬទេតើអ្នកធ្លាប់គិតទេថាអ្នកជាមនុស្សដែលអាចពោរពេញទៅដោយសមត្ថភាពសក្តានុពលនិងធម៌ពលដែលល្មមគ្រប់គ្រាន់ដើម្បីសម្រេចក្តីសុបិនរបស់អ្នកដែរឬទេតើអ្នកហ៊ានចំណាយកម្លាំងពេលវេលាដើម្បីអភិវឌ្ឍសមត្ថភាពរបស់អ្នកនិងដើម្បីប្រើប្រាស់ធម៌ពលខាងក្នុងខ្លួនរបស់អ្នកដែរឬទេតើអ្នកបានជ្រើសរើសរូបភាពជោគជ័យឬគោលដៅនៃភាពរីកចម្រើនណាមួយដែលអ្នកចង់ជ្រើសរើសមកធ្វើជាគំរូឬជារូបភាពបរិកម្មរបស់អ្នកហើយឬនៅតើអ្នកបានជ្រើសរើសគោលបំណងច្បាស់លាស់ហើយត្រូវនឹងចំណង់ចំណូលចិត្តរបស់អ្នកហើយឬនៅតើអ្នកបានរក្សាវានៅក្នុងចិត្តឲ្យបានជាប្រចាំនិងរៀងរាល់ថ្ងៃដែរឬទេនៅពេលអ្នកមានឆន្ទៈខ្ពស់ក្នុងការប្រកាន់ខ្ជាប់បំណងច្បាស់លាស់របស់ខ្លួនពេលនោះជានិច្ចកាលវាតែងមានគោលការណ៍ជោគជ័យផ្សេងទៀតចាប់ផ្ដើមដំណើរការដោយស្វ័យប្រវត្តិដើម្បីជួយអ្នកឲ្យសម្រេចបំណងប្រាថ្នារបស់អ្នកមនុស្សម្នាក់មានទេពកោសល្យជាច្រើនដើម្បីយកឈ្នះបញ្ហាចម្បងនៅក្នុងជីវិតរបស់ខ្លួនតើមានទេពកោសល្យពិសេសអ្វីខ្លះដែលអ្នកគិតថាអ្នកមានហើយអាចអភិវឌ្ឍបន្ថែមបានអ្វីក៏ដោយឲ្យតែចិត្តរបស់មនុស្សទទួលយកនិងជឿជាក់ចិត្តរបស់មនុស្សនឹងសម្រេចវាបាននៅពេលដែលយើងអនុវត្តវាបានជាមួយនឹងអរិយាប័ត្រនៃគំនិតនោះមានន័យថាប្រសិនបើមនុស្សម្នាក់ចាប់ផ្ដើមរៀបចំខ្លួនបានត្រឹមត្រូវនោះពិភពលោករបស់អ្នកក៏ត្រឹមត្រូវដែរ